ថ្ងៃនេះខ្ញុំមកមើលល្ហុងទំនេរពីមើលមើលឥឡូវនេះក៏ឆ្លៀតពេលមើលមើលក៏មកជោគដីយកដីនឹងទៅប្រឡាក់ជាមួយជីអង្កាមដុតហើយជាមួយអាចគោដើម្បីយើងបណ្ដោះពេញប៉ោះហើយនឹងម្ទេសល្ហុងអីនឹងឯងឥឡូវនេះក៏ជោគបាន 4-5 ឡានហើយមើលរៀងខាងក្រោយពុកម៉ែបងប្អូននេះរៀងអ្នកដើរលេងបើបានមកជួយខ្ញុំគឺលុយអត់ខ្វះចាយទេតែអត់ចង់មកទៀតពេលដល់ហាម្ដងឥឡូវនេះជោគដីបានគ្រប់ចំនួនហើយក៏ខ្ញុំក៏ឲ្យភងកាត់នឹងធ្វើទៅខ្ញុំក៏ឆ្លៀតមើលកូនល្ហុងដែលខ្ញុំបានបណ្ដោះពីថ្ងៃមុនអញ្ចឹងណាពុកម៉ែបងប្អូនកូនល្ហុងខ្ញុំល្អណាស់តែបើយើងមិនដាក់ក្នុងស៊ុំពុកម៉ែបងប្អូនវាមិនវាចឹកអញ្ចឹងនេះកូនល្ហុងល្អណាស់ល្អមែនទែនបណ្ដោះមានអាតូចមានអាធំយើងបណ្ដោះមុនក្រោយបើសិនតែយើងដាំបានច្រើនយើងលក់ផងហូបផងទៅឥឡូវនេះខ្ញុំក៏យកកន្ត្រៃមកកាត់ធាំងវាដើម្បីឲ្យវាបឺតទឹកឲ្យវាបានដងវាធំមុំមួនណាបើយើងទុកទាំងអញ្ចឹងវាអត់ធំទេវាយឺតហើយវាអត់ងាយបានផ្លែអញ្ចឹងណានៅផ្ទះអត់មានការងារអីធំដុំទេពុកម៉ែបងប្អូនអានេះបន្តិចអានោះបន្តិចតែបើសិនតែមិនកុំឈឺមានពេលធ្វើអីផ្សេងបានច្រើនតែពេលដល់មើលឈឺមើលតែវានឹងឯងសូវមានពេលបានមកមើលដំណាំអីទេឥឡូវនេះមិនក៏បានគ្រាន់ក៏ឆ្លៀតមកកាត់ធាំងល្ហុងហើយនឹងឲ្យកូនក្មេងគាត់ច្រកដីនឹងឯងអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនជួបគ្នានៅវីដេអូពេលក្រោយបើបងប្អូនជួយចិត្តនាងខ្ញុំជួយ like ជួយ follow page ឲ្យនាងខ្ញុំម្នាក់មួយផងណាអរគុណច្រើនជម្រាបលា